គឺថាចេះពីរៀនមានពីរកបងប្អូនទាំងអស់គ្នាអញ្ចឹងហើយយើងត្រូវការសិក្សាបន្តបន្ទាប់ដើម្បីប្រកបអាជីវកម្មយើងឲ្យរីកចម្រើនណាហើយបើបងប្អូនប្រជាកសិករយើងបាទគួរតែមើលឃើញមកមុខរបរមួយនេះគឺគេចិញ្ចឹមកើបលុយទៀតហើយមិនមែនចេះតែថាទេឲ្យតែបងប្អូនចិញ្ចឹមបានគឺអត់ខ្វះទីផ្សារឡើយនេះគឺជាកាទៀទុកណាបងប្អូនជាពិសេសបងប្អូននៅស្រែចម្ការគឺស្គាល់ច្បាស់មែនទែនវាជាសត្វមួយយ៉ាងដែលរស់នៅក្នុងទឹកបាទពងតាមដើមស្រូវតាមកក់តាមអីផ្សេងៗអញ្ចឹងទៅប៉ុន្តែឥឡូវនេះគេចាប់វាយកមកចិញ្ចឹមដើម្បីលក្ខណៈយកទៅលក់លើទីផ្សារណាបងប្អូនទាំងអស់គ្នាគឺវាមានតម្លៃថ្លៃមែនទែនតាមហាងឆេងតាមរដូវខ្លះអាចលក់បានមកគ្រាប់1500-2000រៀលឯណោះអញ្ចឹងហើយគឺយើងចាំទៅបាទ10000-20000គ្រាប់1លានគ្រាប់អីទៅឃើញលុយប្រហែលហើយឯសត្វនេះគឺស្រួលចាំមែនទែនបងប្អូនអត់ត្រូវការចំណីអីដុំកពួនទេគឺយើងចាំលក្ខណៈធម្មជាតិបែបនេះគាត់យើងចំណាយដើមទុនក្នុងការធ្វើរោងវាបន្តិចទៅបាទដាក់សំណាញ់ពាត់កុំឲ្យវាហើរយប់ឡើងណាហើយបន្ទាប់មកទៀតបាទគេចាប់យកទៅលក់លើទីផ្សារបែបនេះបងប្អូនហើយបើថាបងប្អូនមិនជឿថាសត្វនឹងថ្លៃទេបងប្អូនសាក់ទិញទៅកន្លែងគេលក់ចង្រិតពងចង្រិតលីងអីហ្នឹងសួរកាទៀទុកពងហើយនេះគេលក់មកគ្រាប់ប្រហែលហើយបងប្អូនអាចទិញបានបាទសាកមើលហើយបើយើងចាំបានច្រើនលក់បានច្រើនគឺលុយច្រើនហើយបងប្អូនទាំងអស់គ្នាហើយនេះជាមុខរបរងាយសម្រាប់បងប្អូនអ្នកស្រុកស្រែចម្ការក៏ដូចជាបងប្អូនដែលចង់ចាំវាអាចសិក្សាពីវាបានមួយចំណុចដែលបងប្អូនទាំងអស់គ្នាមើលរំលងទើបធ្វើឲ្យបងប្អូនទាំងអស់គ្នាបាត់បង់ឱកាសក្នុងការគ្រប់គ្រងទិន្នផលដែលបងប្អូនទាំងអស់គ្នាផលិតបានហើយជាក់ស្ដែងបងប្អូនទាំងអស់គ្នានេះជាការចិញ្ចឹមត្រីខ្ជិងដែលនៅខាងវៀតណាមគេកើបលុយក្នុងមួយខែគឺរាប់ពាន់រាប់ម៉ឺនដុល្លារពីការចិញ្ចឹមត្រីខ្ជិងនេះណាហើយបើតាមទីផ្សារបច្ចុប្បន្ននៅស្រុកយើងគឺបានថ្លៃមែនតែនបងប្អូនគឺវាបានថ្លៃជាងត្រីដែលយើងចិញ្ចឹមធម្មតាហើយនេះហើយគឺជាចំណុចដែលបងប្អូនទាំងអស់គ្នាមើលរំលងគឺបងប្អូនទាំងអស់គ្នាអត់សូវសិក្សាពីទីផ្សារឲ្យច្បាស់លាស់ទេឮគេថាឡាគេធឺគឺចាប់ផ្ដើមធ្វើតែម្ដងអញ្ចឹងហើយគឺខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាមុននឹងធ្វើអ្វីមួយគឺឲ្យបងប្អូនទាំងអស់គ្នាបើសិក្សាពីទីផ្សារឲ្យច្បាស់លាស់សិនចាំយើងចាប់ផ្ដើមមកប្រកបអាជីវកម្មក៏ដូចជាគ្រប់គ្រងការផលិតរបស់យើងណាដូចនៅវៀតណាមគេសិក្សាច្បាស់ឲ្យទីថាការចិញ្ចឹមត្រីខ្ជិងនេះគឺគេអាចរកចំណូលបានច្រើនហើយមានទីផ្សារទូលំទូលាយទៀតអញ្ចឹងគេចិញ្ចឹមទៅគឺវាអត់មានផលរំខានក្នុងការនាំចេញមកគេទេគឺគេអាចគ្រប់គ្រងផលិតផលដែលគេអាចផលិតបានហើយបានប្រាក់ចំណូលយ៉ាងច្រើនពីការចិញ្ចឹមត្រីមួយនេះបងប្អូនអ្នកខ្លះដែលស្គាល់សត្វមួយនេះគឺមិនមែនជាសត្វដែលគួរឲ្យខ្លាចទេប៉ុន្តែវាជាសត្វដែលមានរសជាតិឆ្ងាញ់ទៅវិញពីមុនបងប្អូនទាំងអស់គ្នាបាទចង់បរិភោគជៀសគឺយើងត្រូវការទៅភ្នំដើម្បីជីកឬមួយយើងទៅកន្លែងដែលវាមានរស់នៅច្រើនណាប៉ុន្តែឥឡូវនេះគឺគេអត់ធ្វើចឹងទៀតទេបងប្អូនទាំងអស់គ្នាគឺនៅវៀតណាមគេចិញ្ចឹមតែម្ដងដូចជាសត្វចិញ្ចឹមប្រភេទដែលលក់បានថ្លៃមែនតើណាដោយសារអាជីពរបស់គេនឹងគឺចិញ្ចឹមបានធំវាធំជាងសត្វដែលរស់នៅតាមបែបធម្មជាតិអញ្ចឹងហើយគឺទំនងមែនតើក្នុងការចំជិះនេះណាហើយបងប្អូនទាំងអស់គ្នាបើសិនជាចាប់អារម្មណ៍អាចសិក្សាពីវាច្បាស់ហើយចំទៅទីផ្សារគឺមានហើយបងប្អូនសំខាន់ឥឡូវហ្នឹងគឺយើងអត់អាចផ្គត់ផ្គង់គេបានណាបើសិនជាយើងមានលក់គឺមានអ្នកទិញហើយដោយសារស្រុកយើងក៏មានអ្នកចូលចិត្តបរិភោគអាហ្នឹងច្រើនដែរនិយាយរឿងកសិកម្មស្រុកគេគឺប្លែករហូតបងប្អូនទាំងអស់គ្នាយើងតាមសឹងតែមិនទាន់ទេហើយនេះគឺជាចំការបាទដាំដូងក្រអូបដើម្បីយកគោមលក់បងប្អូនប្រកាសជាឆ្ងល់ហើយហេតុអីបានគេដាំដូងហើយមិនទុកឲ្យយកផ្លែហេតុអីក៏កាប់យកគោមទៅវិញបងប្អូនឃើញស្រាប់អញ្ចឹងបាទគេយកទាំងគោមហើយយកទាំងស្លឹកដូងទៀតមិនដឹងថាគេយកទៅធ្វើអីទេណាសម្រាប់នៅស្រុកយើងវិញគោមដូងប្រហែលគេយកទៅស្លឬក៏យកទៅធ្វើបន្លែផ្សេងអញ្ចឹងទៅប៉ុន្តែស្រុកគេមិនដឹងថាគេយកទៅធ្វើអីទេបើបងប្អូនដឹងបាទជួយ comment ប្រាប់ម្នាក់មួយផងហើយឃើញគេដឹកចេញទាំងឡានបែបនេះតែម្ដងបងប្អូនទាំងអស់គ្នាដោយសារស្រុកគេមានចំការធំណាហើយដូងនេះដែរគេមិនមែនកាប់ទាំងអស់ទេបងប្អូនគឺគេដាំឲ្យវាញឹកដូងណាដែលរៀងអន់អត់សូវឡើងគឺគេកាប់វាយកគោមដូងណាដែលដើមវាល្អគឺគេទុកវាដើម្បីយកផ្លែហើយការធ្វើបែបនេះគឺគេអាចរកប្រាក់ចំណេញពីការលក់គោមដូងហ្នឹងគឺរាប់ពាន់ដុល្លារនៅក្នុងមួយខែដូចបងប្អូនឃើញស្រាប់អញ្ចឹងហើយនៅស្រុកយើងមិនដឹងថាមានបងប្អូនប្រកបអាជីវកម្មនេះដែរឬទេបើសិនជាមានបាទជួយ comment ប្រាប់ម្នាក់មួយផងបងប្អូនទាំងអស់គ្នាហើយមើលទៅទំនងមែនទែនបងប្អូនហើយគោមដូងនេះគឺគេរៀបចំបាទកាប់វាមិនតិចដើមទេក្នុងមួយថ្ងៃហើយចឹងហើយគឺចំការដូងរបស់គេនេះគឺធំមែនតើរាប់រយហិកតាឯណោះហើយសម្រាប់នៅស្រុកគេអាទីផ្សារគោមដូងនេះគឺមានទូលំទូលាយមែនតើអញ្ចឹងហើយទើបការប្រមូលផលរបស់គេនឹងគេតម្រូវការច្រើនដើម្បីឲ្យទាន់តម្រូវការទីផ្សារណាបងប្អូនទាំងអស់គ្នាហើយសម្រាប់នៅស្រុកយើងដូចអត់ទាន់មានឃើញបងប្អូនណាបាទដាំដូងហើយកាប់គោមលក់បែបនេះទេហើយមើលទៅទំនងមួយយ៉ាងដែរបងប្អូនទាំងអស់គ្នាដោយសារគេដាំដូងវាច្រើនអញ្ចឹងហើយមានតម្រូវការទីផ្សាររឿងផ្លែដូងគេលក់ផ្លែដូងតម្រូវការគោមដូងគឺគេលក់គោមដូងតែម្ដងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះគេថាបើចំណេញមិនដេចមិនធ្វើខ្លួនឯងទៅប្រាប់គេទៅអី
อันนี้จะเปียได้บองโอนมาจะนวดได้โจคอมเมนต์ขนมเพกบอกขยมนะให้ขยมจ้องเปียบองโอนต่างออกគ្នាថានេះជាវីដេអូចែកម្លែកពីកសិកម្មឬក៏ការចំសัตว์គ្រាន់តែចែកម្លែកទេខ្ញុំមិនមែនជាអ្នកជំនាញទេហើយខ្ញុំក៏មិនបានទៅចំដែរគ្រាន់តែឃើញតែគេចំទំនងបងប្អូនស្រឡាញ់ចង់ចំក៏ចំទៅហើយមិនចំក៏ហីទៅអញ្ចឹងណាបងប្អូនទាំងអស់គ្នានេះសូមបើកវងកញ្ចក់បន្តិចមុននឹងចូលដល់វីដេអូរបស់យើងហើយវីដេអូនេះដែលជាការចំកពឹសបងប្អូនមិនបកងឯណាបងប្អូនទាំងអស់គ្នាជាកពឹសដែលគេចំលក់នៅក្នុងស្រុកថៃគឺមានទីផ្សារខ្លាំងមែនទែនហើយសម្រាប់នៅស្រុកយើងក៏មានទីផ្សារដែរបងប្អូនគឺកពឹសចំនេះឲ្យតែបានរស់ដូចក្នុងវីដេអូហ្នឹងអញ្ចឹងគឺលក្ខណៈថាគឺត្រូវប៉ាន់តែម្ដងអានេះគេមានទាំងរស់មានទាំងងាប់បងប្អូនទាំងអស់គ្នាដោយសារទីផ្សារស្រុកគេចូលចិត្តឲ្យទលំទលាយក្នុងការលក់មែនទែនហើយសម្រាប់ស្រុកយើងក៏សម្បូរដែរទីផ្សារកពឹសហ្នឹងគឺនិយាយរួមទៅតាមផ្សារគឺមានលក់ហូរហែចឹងដែរប៉ុន្តែអ្នកចំគឺតិចមែនទែនហើយមុខរបរមួយនេះបើសិនជាបងប្អូនចំបានគឺល្អមែនទែនណាអាចផ្គត់ផ្គង់ចំណូលគ្រួសារបានគឺរស់យ៉ាងធូរឲ្យតែបងប្អូនសិក្សាពីវាច្បាស់ទៅអានឹងអាចចំបានហើយបងប្អូនទាំងអស់គ្នាបើចង់ចំអាចប្រឹក្សាជាមួយនឹងបងប្អូនយើងដែលជាម្ចាស់កសិដ្ឋាននិងកន្លែងប្រកាត់ពូជកូនត្រីប្រកាត់ពូជអីផ្សេងៗហ្នឹងអាចតាក់ទងទៅគាត់ទៅបញ្ជាក់ម្ដងទៀតខ្ញុំអត់មានបាទទទួលបង្រៀនទេបងប្អូនទាំងអស់គ្នាណាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះ